nhóm trênនិស្សិតផងជាអ្នកលក់អនឡាញផងហើយឥឡូវហ្នឹងក៏បង្កើតមុខរបរទូចមួយនៅមុខផ្ទះខ្លួនឯងដែរតោះឥឡូវមកស្ដាប់សាច់រឿងរបស់ខ្ញុំទាំងអស់គ្នាខ្ញុំចេះលក់អនឡាញតាំងពីរៀនថ្នាក់ទី11ហើយអ្វីក៏ដោយក៏ខ្ញុំលក់ដែរនិយាយសាច់ការលក់របស់ខ្ញុំវិញណាពេលខ្ញុំរៀនសាកលហ្នឹងបានខ្ញុំខំប្រឹងខ្លាំងមូលហេតុដែលខ្ញុំបើកកូនតូបនេះឡើងដោយសារតែខ្ញុំចង់បង្កើតអាជីវកម្មហើយខ្ញុំក៏មិនបានទៅបើកនៅក្នុងក្រុងអីដែរគឺខ្ញុំបើកនៅតាមស្រុកភូមិធម្មតាទេមួយខ្លួនឯងរៀនចិត្តចប់ហើយចង់ឲ្យខ្លួនឯងហ្នឹងមានមុខរបរគ្រាន់បើសម្រាប់អញ្ចឹងខ្លួនឯងកុំឲ្យចាយលុយម៉ាក់ប៉ាថែមទៀតចឹងណារបស់របរក្នុងតូបរបស់ខ្ញុំសឹងតែធ្វើខ្លួនឯងហ្នឹង 70% ដោយសារតែយើងចង់បានស្អាតឲ្យត្រូវចិត្តនឹងខ្លួនឯងនេះតូបរបស់ខ្ញុំធ្វើបាន 70 ទៅ 80% ហើយនៅតែខ្វះតែអាវ៉ាន់លើកចូលទៀតគឺហើយនិយាយទៅសូម្បីតែ banner អីគឺខ្ញុំធ្វើខ្លួនឯងដោយផ្ទាល់ដៃមិនថាធ្នើឬមួយក៏រៀបចំអំពូលភ្លើងរៀបចំអីផ្សេងក៏ដោយគឺខ្ញុំចង់ធ្វើដោយផ្ទាល់ដៃខ្លួនឯងហ្មងណាលីនេះគឺជាតូបរបស់ខ្ញុំដែលមានសម្រាប់បែបហ្នឹងឯងហើយចង់និយាយថាគ្រាន់តែខ្វះអាវ៉ាន់តិចតួចដោយសារតែពេលហ្នឹងអាវ៉ាន់អត់ទាន់មកដល់អស់ទេពិតជាអរគុណទៅដល់អូនបងដែលគាត់មកជួយ support បើកភ្លាមគឺពួកគាត់មកច្រើនខ្លាំងមែនទែនតែម្ដងហើយនិយាយពីការបើកតាំងពីខែ1រហូតដល់ខែ6នេះគឺខ្ញុំបើកបានកន្លះឆ្នាំហើយមានអារម្មណ៍ថាលឿនខ្លាំងមែនទែនតែម្ដងនិយាយទៅខ្ញុំអត់នឹកស្មានថាពេលបើកភ្លាមមានពួកគាត់ support ច្រើនខ្លាំងអញ្ចឹងទេនិយាយទៅអរគុណទៅដល់ភ្ញៀវខ្ញុំទាំងអស់គ្នាហើយចឹងសង្ឃឹមបងឃើញវីដេអូនេះហើយកុំភ្លេចជួយ support ក្មេងស្រីម្នាក់នេះផង